សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីអត្ថប្រយោជន៍នៃការបរិភោគទឹកបានគ្រប់គ្រាន់ក្នុងមួយថ្ងៃទឹកជាផ្នែកសំខាន់បំផុតនៃរាងកាយមនុស្សដែលរួមចំណែកប្រហែល60%នៃទម្ងន់ខ្លួនការផឹកទឹកគ្រប់គ្រាន់ក្នុងមួយថ្ងៃមិនត្រឹមតែជួយបំបត្តិភាពស្ងួតមាត់នោះទេប៉ុន្តែវាជួយដល់សុខភាពទូទៅផងដែរអត្ថប្រយោជន៍របស់ទឹកមានដូចជាជួយសម្រួលការរំលាយអាហារនិងការបំបែកជាតិចំណីឲ្យមានប្រសិទ្ធភាពជួយកាត់បន្ថយការឈឺក្បាលនិងភាពនឿយហត់ជួយរាងកាយសម្អាតជាតិពុលតាមរយៈប្រសាទរក្សាស្បែកឲ្យមានសំណើមនិងមានសភាពស្រស់ស្អាតជួយថែរក្សាថាមពលនិងជំរុញសមត្ថភាពខួរក្បាលអ្នកគួរផឹកទឹកប្រមាណ8-10 កែវក្នុងមួយថ្ងៃឬប្រហែល2 លីត្របើអ្នកហាត់ប្រាណឬស្ថិតនៅក្នុងអាកាសធាតុក្តៅអ្នកត្រូវផឹកច្រើនជាងនេះការមិនផឹកទឹកគ្រប់គ្រាន់អាចនាំឲ្យមានសភាពស្ងួតមាត់អស់កម្លាំងស្បែកស្ងួតនិងបណ្ដាលឲ្យបញ្ហាសុខភាពផ្សេងដូច្នេះចូរចងចាំការផឹកទឹកគ្រប់គ្រាន់គឺជាគន្លឹះសម្រាប់រាងកាយមានសុខភាពល្អសូមចាប់ផ្ដើមថ្ងៃរបស់អ្នកជាមួយកែវទឹកមួយចូលរួមថែរក្សាសុខភាពរបស់អ្នកជារៀងរាល់ថ្ងៃសូមអរគុណ